ជំពូកទី3រីឯនៅក្នុងពួកផារីសីម្នាក់ឈ្មោះនីកូដេមលោកក៏មកឯព្រះយេស៊ូវទាំងយប់ទូលថាលោកគ្រូយើងខ្ញុំដឹងថាលោកជាគ្រូមកពីព្រះពិតត្បិតគ្មានអ្នកណាអាចនឹងធ្វើទីសម្គាល់ដែលលោកធ្វើទាំងនេះបានទេលើកតែព្រះគង់នៅជាមួយប៉ុណ្ណោះព្រះយេស៊ូវមានបន្ទូលឆ្លើយថាប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាបើមិនបានកើតជាថ្មីនោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេលោកនីកូដេមទូលស៊ូថាធ្វើដូចម្ដេចនឹងកើតឡើងបានក្នុងកាលដែលចាស់ហើយតើអាចនឹងចូលទៅក្នុងពោះម្ដាយម្ដងទៀតហើយកើតឡើងវិញបានឬព្រះយេស៊ូវមានបន្ទូលឆ្លើយថាប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាបើមិនបានកើតអំពីទឹកហើយអំពីព្រះវិញ្ញាណនោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេរបស់អ្វីដែលកើតពីសាច់នោះជាសាច់ទេហើយដែលកើតពីព្រះវិញ្ញាណនោះជាវិញ្ញាណវិញកុំឲ្យឆ្ងល់ពីពាក្យដែលខ្ញុំប្រាប់ថាត្រូវតែកើតជាថ្មីនោះឡើយឯខ្យល់ចង់បក់ទៅឯណាក៏ចេះតែបានហើយអ្នកឮសូរស័ព្ទតែមិនដឹងជាមកពីណាឬទៅឯណាទេអស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណនោះក៏ដូច្នោះដែរលោកនីកូដេមទូលស៊ូថាធ្វើដូចម្ដេចឲ្យការទាំងនេះកើតបានព្រះយេស៊ូវទ្រង់ឆ្លើយថាអ្នកជាគ្រូនៃសាសអ៊ីស្រាអែលតែមិនដឹងការទាំងនេះទេឬប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាយើងប្រាប់ពីការដែលយើងដឹងហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញតែអ្នករាល់គ្នាមិនទទួលសេចក្តីបន្ទាល់របស់យើងទេបើខ្ញុំនិយាយប្រាប់អ្នករាល់គ្នាពីការដែលត្រូវខាងផែនដីតែអ្នករាល់គ្នាមិនជឿទៅហើយនោះចំណងបើខ្ញុំប្រាប់ពីការដែលត្រូវខាងស្ថានសួគ៌វិញតើធ្វើដូចម្ដេចនឹងឲ្យជឿទៅបានគ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយមានតែព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះគឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯងហើយដែលលោកម៉ូសេបានលើកសត្វពស់លើងនៅទីរហោស្ថានជាយ៉ាងណានោះកូនមនុស្សនឹងត្រូវគេលើកលោកលើងយ៉ាងនោះដែរដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រាទ្រង់នោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងលោកីយៈដើម្បីនឹងជំនុំជម្រះលោកីយៈនោះទេគឺឲ្យលោកីយៈបានសង្គ្រោះដោយសារទ្រង់វិញឯអ្នកណាដែលជឿដល់ទ្រង់នោះមិនជាប់មានទោសទេតែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញនោះត្រូវមានទោសហើយពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះហើយទោសនេះគឺថាពន្លឺបានមកនៅលោកីយៈតែមនុស្សលោកចូលចិត្តនឹងសេចក្តីងងឹតជាហាងពន្លឺពីព្រោះអំពើដែលគេធ្វើទាំងអស់នោះសុទ្ធតែអាក្រក់ត្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់នោះតែងស្អប់ដល់ពន្លឺហើយមិនមកឯពន្លឺទេក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងអស់នោះបានបើកឲ្យឃើញតែអ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញនោះតែងមកឯពន្លឺដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្តបានសម្ដែងមកឲ្យដឹងថាបានធ្វើដោយនៅព្រះក្រោយនោះមកព្រះយេស៊ូវនឹងពូសិស្សទ្រង់ក៏មកស្រុកយូដាទ្រង់គង់នៅទីនោះជាមួយនឹងគេព្រមទាំងធ្វើបុណ្យជ្រមុតទឹកផងឯយ៉ូហានគាត់កំពុងតែធ្វើបុណ្យជ្រមុតទឹកនៅស្រុកអេណូនជិតភូមិសាលីមព្រោះនៅទីនោះមានទឹកច្រើនហើយចេះតែមានគេមកដើម្បីទទួលបុណ្យជ្រមុតទឹកផងត្បិតយ៉ូហានមិនទាន់ជាប់គុកនៅឡើយវេលានោះពួកសិស្សយ៉ូហាននិងសិស្សយូដាម្នាក់កើតជជែកគ្នាពីដំណើរលាងសម្អាតរួចគេមកឯយ៉ូហានជម្រាបថាលោកគ្រូលោកនោះដែលនៅជាមួយនឹងលោកខាងននីទន្លេយ៉ូដានដែលលោកបានធ្វើបន្ទាល់ឲ្យមើលលោកក៏ធ្វើបុណ្យជ្រមុតទឹកដែរហើយបណ្ដាមនុស្សទាំងអស់គេទៅឯលោកវិញយ៉ូហានឆ្លើយថាគ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេលើកតែប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះខ្លួនអ្នករាល់គ្នាជាទីបន្ទាល់ពីខ្ញុំដែលខ្ញុំថាខ្ញុំមិនមែនជាព្រះគ្រីស្ទទេ
គឺគ្រាន់តែទទួលបង្គាប់និងមកនាំមុខទ្រង់ប៉ុណ្ណោះអ្នកណាដែលយកប្រពន្ធនោះឈ្មោះថាជាប្តីហើយឯពូមិត្តសម្លាញ់ដែលឈរស្ដាប់គាត់កំពុងតែរៀបការនោះក៏មានសេចក្តីអំណោអឡើងដោយសារសំឡេងប្តីគឺយ៉ាងនោះឯងដែលសេចក្តីអំណររបស់ខ្ញុំបានពោពេញហើយត្រូវឲ្យព្រះអង្គនោះបានចម្រើនឡើងហើយខ្ញុំត្រូវថយវិញចុះព្រះអង្គដែលមកពីស្ថានលើនោះខ្ពស់លើសទាំងអស់ឯមនុស្សដែលនៅផែនដីនោះកើតពីផែនដីមកហើយក៏និយាយតាមរបៀបផែនដីដែរតែព្រះអង្គដែលយាងមកពីស្ថានសួគ៌នោះខ្ពស់លើសជាងទាំងអស់ទ្រង់ធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញហើយឮតែគ្មានអ្នកណាដែលទទួលសេចក្តីបន្ទាល់របស់ទ្រង់ទេអ្នកណាដែលទទួលសេចក្តីបន្ទាល់របស់ទ្រង់នោះបានបោះត្រាយល់ព្រមថាព្រះទ្រង់ពិតត្រង់មែនត្បិតព្រះដែលព្រះបានចាត់ឲ្យមកនោះទ្រង់មានបន្ទូលតាមព្រះបន្ទូលនៃព្រះពីព្រោះព្រះទ្រង់មិនប្រទានព្រះវិញ្ញាណមកដោយមានកម្រិតទេឯព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រាទ្រង់ហើយបានប្រគល់គ្រប់ទាំងអស់មកក្នុងព្រះហស្ថទ្រង់ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមានជីវិតអស់កលជានិច្ចហើយតែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញនោះនឹងមិនឃើញជីវិតសោះឡើយគឺសេចក្តីក្រោធរបស់ព្រះតែងនៅជាប់លើអ្នកនោះឯង